hơiแต่ឆ្ងាយហើយម៉ូតូខូចទៀតថ្ងៃហ្នឹងដឹងតែទៅរៀនយឺតទៀតហើយបើមានហ្វឡានៅចិត្តមិនដឹងល្អយ៉ាងណាទេហើយតែឆ្ងាយហើយម៉ូតូខូចទៀតថ្ងៃហ្នឹងដឹងតែទៅរៀនយឺតទៀតហើយបើមានហ្វឡានៅចិត្តមិនដឹងល្អយ៉ាងណាទេហេបងដឹងទេសកលវិទ្យាល័យ Western ឥឡូវមាននៅសាខាស្ទឹងមានជ័យតានេះបងផ្លូវទៅសាខាថ្មីស្ទឹងមានជ័យហ៎បងជម្រាបសួរពុកម៉ែបងប្អូននេះជាផ្លូវទៅកាន់សាកលវិទ្យាល័យ Western សាខាស្ទឹងមានជ័យថ្មីយើងធ្វើដំណើរចេញពីផ្សារដើមគោតាមបណ្ដោយមហាវិថីសម្ដេចមុនីរ៉េតផ្លូវលេខ217ឆ្លងកាត់ខាងក្រោមស្ពានអាកាសស្ទឹងមានជ័យនៅខាងស្ដាំដៃយើងឃើញមានវត្តស្ទឹងមានជ័យឬបន្តដំណើរទៅមុខទៀតរហូតទៅដល់ផ្សារស្ទឹងមានជ័យថ្មីពុកម៉ែបងប្អូននឹងឃើញច្រមុះជ្រូកស្ទឹងមានជ័យហើយបត់ឆ្វេងរួចបន្តដំណើរទៅមុខប្រមាណ2នាទីនឹងឃើញសាកលវិទ្យាល័យ Western សាខាស្ទឹងមានជ័យថ្មីតែម្ដងដែលមានទីតាំងនៅទល់មុខ Windsor សាខាស្ទឹងមានជ័យតោះបងមកទៅចាខ្ញុំជូនទៅអូខេអ្នកទាំងអស់គ្នាអញ្ចឹងឥឡូវយើងធ្វើការមកសួរពីចំណាប់អារម្មណ៍របស់និស្សិតយើងអំពីសាកលវិទ្យាល័យ Western សាខាស្ទឹងមានជ័យទាំងអស់គ្នាចង់ដឹងថាគាត់មានចំណាប់អារម្មណ៍មិនដែរចំពោះសាខាស្ទឹងមានជ័យនេះបាទអញ្ចឹងឥឡូវខ្ញុំឃើញជាមួយនឹងបងប្រុសម្នាក់គាត់កំពុងតែអង្គុយអានសៀវភៅនៅខាងនោះចាំយើងទៅសួរអំពីចំណាប់អារម្មណ៍របស់គាត់ទាំងអស់គ្នាតើគាត់មានចំណាប់អារម្មណ៍មិនដែរតោះសួស្តីបងមានសួរបងឈ្មោះអីដែរបងខ្ញុំបាទឈ្មោះហមលៀបខ្ញុំសុំសួរបងមកសំណួរតាក់ទងជាមួយនឹងសាកលវិទ្យាល័យ Western សាខាស្ទឹងមានជ័យនេះតើបងមានចំណាប់អារម្មណ៍មិនដែរចំពោះសាខាថ្មីនេះបងសម្រាប់ចំណាប់អារម្មណ៍របស់ខ្ញុំនៅសាខាថ្មីស្ទឹងមានជ័យនេះខ្ញុំមានចំណាប់អារម្មណ៍ថាទី1បរិវេណធំទូលាយល្អនឹងកន្លែងចតឡាននិងចតម៉ូតូងាយស្រួលដល់សិស្សនិស្សិតដើម្បីធ្វើការចតតែពីបរិវេណធំទូលាយស្អាតហើយមានដើមឈើដុះជុំវិញសាលាទៀតផងចំណុចទី3គ្រឿងបរិក្ខារទំនើបល្អបច្ចេកវិទ្យាចុងក្រោយហើយបណ្ណាល័យធំទូលាយនឹងមានផាសុកភាពដល់និស្សិតដែលងាយស្រួលក្នុងការស្រាវជ្រាវថែមទៀតផងបាទអរគុណច្រើនបងអរគុណសម្រាប់ការបញ្ចេញមតិរបស់បងអរគុណច្រើនមានសួរបងបងជួយបងឈ្មោះគេដែរបងខ្ញុំឈ្មោះមានលៀបណែបងខ្ញុំអាចសុំសួរពីចំណាប់អារម្មណ៍របស់បងតាក់ទងជាមួយនឹងសាកលវិទ្យាល័យ Western សាខាស្ទឹងមានជ័យហ្នឹងតើបងមានចំណាប់អារម្មណ៍មិនដែរចំពោះសាខាថ្មីនេះបងអរគុណសម្រាប់សំណួរខ្ញុំមានអារម្មណ៍រំភើបរីករាយខ្លាំងមែនទែនដែលសាកលវិទ្យាល័យ Western បានពង្រីកសាខារហូតមកដល់សាខាស្ទឹងមានជ័យដែលវាមានផ្ដល់ភាពងាយស្រួលដល់សិស្សានុសិស្សដែលនៅម្ដុំសាខាស្ទឹងមានជ័យនិងសាខាចិត្តហ្នឹងវាងាយស្រួលនឹងការរកសាលានិងផ្លូវកាន់តែចិត្តហើយវាត្រឹមតែ300ម៉ែត្រពីច្រមុះជ្រូកជាប់នៅផ្លូវជាតិផងដែរហើយខ្ញុំសង្កេតឃើញថាសាខាថ្មីនេះវាមានបរិវេណធំជាងមុនបណ្ដោយនៅទទឹងសាលាកាន់តែពង្រីកហើយនៅផ្នែកខាងក្នុងរបស់សាលាខ្ញុំឃើញមានថាសាលាក្នុងបន្ទប់វាមានផាសុកភាពល្អបណ្ណាល័យក៏ធំបន្ទប់អនាម័យក៏មានផាសុកភាពល្អផងដែរវាផ្ដល់នៅបរិយាកាសល្អដល់សិស្សានុសិស្សនិងផ្ដល់គុណភាពសិក្សាដល់សិស្សានុសិស្សផងដែរបាទអរគុណច្រើនបងតោះអ្នកទាំងអស់គ្នាឥឡូវយើងមកធ្វើការសាកសួរពីចំណាប់អារម្មណ៍របស់សិស្សថ្នាក់ទី12ដែលគាត់មកសាកសួរព័ត៌មាននៅ Western សាខាស្ទឹងមានជ័យទាំងអស់គ្នារៀបសួរបងអូនរៀបសួរបងបងឈ្មោះអីដែរខ្ញុំបាទឈ្មោះត្រាពិសិដ្ឋបងអូនជាសិស្សទី12ត្រូវអត់អូនបាទបងខ្ញុំជាសិស្សថ្នាក់ទី12ប្រឡងខែក្រោយនេះបងហើយបងអូនមានអារម្មណ៍មិនដែរនៅពេលដែលជិតដល់ថ្ងៃប្រឡងអញ្ចឹងណាមានអារម្មណ៍ថាភ័យតិចបងព្រោះចិត្តថ្ងៃប្រឡងប៉ុន្តែយ៉ាងណាមិញក៏ខ្ញុំខិតខំធ្វើឲ្យអស់ពីសមត្ថភាពដើម្បីឪពុកម្ដាយខ្ញុំមានមោទនភាពបងព្រោះគាត់ខិតខំគាត់ផ្គង់បីបែកខ្ញុំតាំងពីក្មេងរហូតដល់បច្ចុប្បន្ននេះបង
ហើយបងអូនមានចំណាប់អារម្មណ៍ដែរចំពោះសាកលវិទ្យាល័យ Western ណាមិនជាថ្ងៃនេះអូនមកធ្វើការសាកសួរព័ត៌មាននៅ Western សាខាស្ទឹងមញ្ជ័យថ្មីហ្នឹង បាទបងដោយសារតែសាលា Western នេះគឺនៅជិតផ្ទះរបស់ខ្ញុំហើយខ្ញុំលើកថាសាលានេះគឺមានភាពល្បីល្បាញខាងគុតផ្គងអីសិស្សទទួលបានភាពជោគជ័យផងដែរបងហើយណាមួយសាលានេះគឺមានទីធ្លាធំទូលាយសម្ភារៈថ្មីផងដែរបងហើយមួយវិញទៀតគឺសាលានេះគឺយើងអាចប្រឡងទទួលបានអាហារូបករណ៍ដែរ អរគុណច្រើនបងអូននឹងហើយអ្នកទាំងអស់គ្នាស្ដាប់អត់ច្រឡំទេសាកលវិទ្យាល័យ Western ទីតាំងថ្មីសាខាស្ទឹងមញ្ជ័យនឹងបើកដំណើរការឆាប់នេះអ្វីដែលសំខាន់ណាសាលាមានអាហារូបករណ៍ចែកជូនដល់សិស្សនិស្សិតយើងជាច្រើនផងដែរចាប់ពី 50% រហូតដល់ 100% បើសិនអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍អាចមកធ្វើការដាក់ពាក្យប្រឡងអាហារូបករណ៍ឬតាក់ទងតាមរយៈលេខទូរស័ព្ទខាងលើវីដេអូនេះបានដូចគ្នាសូមអរគុណ